បាទសួស្តីបងអញ្ចឹងនេះគឺជាវីដេអូcopy ម៉ាស៊ីនសភៅពី MacBook មកកាន់ម៉ាស៊ីន Kobo អញ្ចឹងបងជួយដោតខ្សែវាសិនមកហើយនៅលើ Kobo របស់បងជួយចុច connect បងអញ្ចឹងពេលបងចុច connect ហើយបងអាចធ្វើការ back មកបើក app Calibre នៅលើ MacBook របស់យើងបានអញ្ចឹងពេលបងបើកមកដល់គឺបើសិនជាបងមានសភៅហើយបងអាចធ្វើការ select វាដាក់ចូលទៅក្នុងនឹងបានណាបងហើយអានេះពេលដែលយើងដោតភ្លាមអញ្ចឹងបងអាចចាំមកសថោសិនទៅទើបវា load នេះបង load send to device នឹងមកឲ្យយើងអញ្ចឹងណាបងដើម្បីបងអាច send ទៅបានចានេះមុននឹងបងធ្វើការ send បង select សភៅសិនដល់ពេលបង select សភៅហើយបងចុច send ទៅនៅកន្លែងខាងក្រោមនេះគេដាក់ថាចបមួយបងមានន័យថាហ្នឹងវាកំពុងតែ copy ចូលអញ្ចឹងដល់ពេល copy ហើយគឺវា load សញ្ញាគ្រីសបែបនេះឯងបងអញ្ចឹងមិញខាបងអូន copy សភៅមួយក្បាលឥឡូវនេះខាបងអូន copy សភៅពីរក្បាលមានន័យថាបងចង់ copy ម្ដងមួយក៏បានបងចង់ copy ម្ដងពីរឬមួយក៏សភៅណាក៏ដោយដែលបង select អញ្ចឹងណាបងដល់ពេលបង copy ហើយបងអាចធ្វើការចុច eject ដូចមិញអញ្ចឹងណាបងដល់ពេលបងចុច eject ហើយបងមកមើលនៅលើ Kobo របស់យើងវិញគឺបងនឹងឃើញបងនៅកន្លែង my book ហ្នឹងគឺសភៅ3ក្បាលដែលយើងបានធ្វើការ copy ចូលមិញហ្នឹងណាបង